ស្ដីអ្នកនរគ្នានេះយើងមកមើលពីរបៀប update Canal ដែលខ្ញុំឥឡូវកំពុងប្រើ SteamOS Stream 9ជួយខ្ញុំប្រើ command uname.or ដើម្បីឆែកមើល current version របស់ Canal របស់យើងបន្ទាប់មកទៀតយើងធ្វើការ update system package ដោយធ្វើការ recommend dnf update y អូខេអញ្ចឹងពេលដែលយើង update package វាហើយយើងធ្វើការ import el repo ដើម្បី install el repo repository ខ្ញុំធ្វើការ pass command វាមកអូខេពេល import វាហើយយើងធ្វើការ installដោយសារតែយើងអាចទាញពី el repo direct បានខ្ញុំធ្វើការ wget តាម mirror របស់វាហ្មងអូខេពេលដែលយើងទាញវាបានហើយខ្ញុំធ្វើការ install Canal manual មកដោយសារយើងខ្វះ dependency ខ្ញុំត្រូវទាញវាថែមទៀតហើយអញ្ចឹងខ្ញុំធ្វើការ install ម្ដងទាំងអស់ហ្មងទៅ install ទាំង dependency និង Canalអូខេអញ្ចឹងយើងធ្វើការ install ហើយយើងធ្វើការ reboot អូខេអញ្ចឹងពេលយើង install ហើយ reboot ហើយយើងប្រើ command uname.or យើងនឹងឃើញថា Canal របស់យើងបាន update ទៅកាន់ version ដែលយើងបាន install មុនហ្នឹងអូខេអញ្ចឹងបើពេលដែលយើងចង់ឲ្យវា boot ទៅតែ Canal ដែលយើង install ថ្មីជាដំបូងយើងត្រូវរក Canal index ដោយប្រើ command នេះ sudo grep info all grep canal index ហើយគេថា index 0គឺជា Canal version ដែលយើងទើប install មិញហើយនេះគឺជា Canal version ចាស់ៗពីមុនមកអញ្ចឹងដើម្បីយើង change ឲ្យវា boot ទៅ default យើងធ្វើការ recommend sudo grep set default index ស្មើ0 index ដែលជា version Canal latest នេះមកហើយ enter ហើយធ្វើការ reboot ទៅដើម្បី save នេះរបស់យើងហើយយើងប្រើ command uname.or មកយើងគេថាវា boot ចូល latest version របស់ Canal ដែលយើង install អូខេអញ្ចឹងវីដេអូរបស់ខ្ញុំបានបញ្ចប់ប៉ុណ្ណឹងអរគុណអ្នកនរគ្នាដែលបានតាមដានទស្សនា